សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមលើកយករុក្ខជាតិម្យ៉ាងដែលមានដុះនៅក្នុងទីធ្លាខាងមុខនិងក្រោយផ្ទះរបស់លោកអ្នករុក្ខជាតិម្យ៉ាងនេះគឺមានផ្កាពណ៌លឿងអ្នកអាចមើលឃើញនៅក្នុងរូបនេះហើយនឹងវីដេអូនេះបានរុក្ខជាតិម្យ៉ាងនេះគឺឈ្មោះថា Dandelion Dandelion មានសារធាតុចិញ្ចឹមជាច្រើន Dandelion មានវីតាមីនជាច្រើនដូចជាវីតាមីន A វីតាមីន C វីតាមីន K និងវីតាមីន B មួយចំនួនដែរសារធាតុរ៉ែដូចជាប៉ូតាស្យូមដែកកាល់ស្យូមនិងម៉ាញ៉េស្យូមហើយនឹងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាខូចខាតហើយនឹងអាចជួយគ្រប់គ្រងសុខភាពថ្លើម Dandelion យើងអាចញ៉ាំវាបានតាំងពីផ្កាស្លឹកហើយនឹងឫសរបស់វាឫសរបស់ Dandelion ជាឱសថនិងអាហារបំពន់ព្រោះវាអាចជួយគ្រប់គ្រងការងាររបស់ថ្លើមនិងការរំលាយអាហារហើយនឹងកាត់បន្ថយដល់ការហើមពោះផងដែរហើយស្លឹករបស់វាក៏ជួយកាត់បន្ថយការរក្សាទឹកនៅក្នុងខ្លួនវាក៏អាចជួយគ្រប់គ្រងដល់សុខភាពរបស់បេះដូងយើងបានខ្លះដែរសារធាតុប៉ូតាស្យូមនៅក្នុង Dandelion អាចជួយគ្រប់គ្រងសម្ពាធឈាមនិងមុខងារបេះដូងឲ្យមានសុខភាពល្អហើយនឹងមានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរដូចជា beta carotene និង polyphenol ដែលជួយកាត់បន្ថយភាពខូចខាតនៅក្នុងរាងកាយហើយវាក៏អាចជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមបានដែរការសិក្សាមួយចំនួនបានបង្ហាញថាសារធាតុនៅក្នុង Dandelion អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាពប៉ុន្តែត្រូវការស្រាវជ្រាវបន្ថែមទៀតតាមការសិក្សាខ្លះក៏មានអ្នកយក Dandelion ធ្វើជាការប្រើប្រាស់នៅក្នុងការថែរក្សាស្បែកតាមធម្មជាតិដើម្បីជួយកាត់បន្ថយការរលាកនិងគ្រប់គ្រងស្បែកមើលទៅមានសុខភាពល្អវិធីប្រើប្រាស់ Dandelion ដែលមានការពេញនិយមគឺយើងយកវាទៅធ្វើជាសាឡាត់ជាមួយនឹងស្លឹកខ្ចីរបស់វាជាអាហារបំពន់តាមបែបធម្មជាតិហើយឫសរបស់ Dandelion អាំងសម្រាប់ធ្វើភេសជ្ជៈឬជំនួសកាហ្វេក៏បានដែរឬលោកអ្នកអាចប្រើតាមរបៀបជាខ្មែរយើងអាចយកទៅស្លកកូរយកទៅធ្វើជ្រក់ឬក៏ធ្វើជាអន្លក់ទឹកគ្រឿងក៏បានដែរខ្ញុំក៏បានបេះវាយកមកស្លកកូរហើយនឹងធ្វើជ្រក់ខ្លះទុកញ៉ាំហើយផ្ការបស់វាខ្ញុំក៏យកវាទៅហាលទុកធ្វើជាតែសម្រាប់ដាំទឹកហូបប៉ុន្តែសូមធ្វើការណែនាំថាបើអ្នកមានបញ្ហាអាឡែកស៊ីនៅលើរុក្ខជាតិខ្លះសូមពិនិត្យជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នកមុននឹងការប្រើប្រាស់វីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្ណឹងទេសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនសូមជួបគ្នានៅវីដេអូលើក្រោយទៀតបាយបាយ